បាទចំពោះស្រុកជុំគិរីយើងនេះគឺផ្អែកទៅលើការមុនថាពឹងទៅលើកសិកម្មប៉ុន្តែឥឡូវក៏កសិកម្មនៅខេត្តកំពតអាជ្ញាធរនៅក្នុងស្រុកជុំគិរីបានបញ្ជាក់ថាបច្ចុប្បន្ននេះក្រៅតែពីមានការអភិវឌ្ឍខ្លាំងទៅលើវិស័យឧស្សាហកម្មនៅក្នុងស្រុកជុំគិរីខេត្តកំពតក៏មានសក្តានុពលខ្លាំងដែរទៅលើវិស័យកសិកម្មពិសេសគឺដំណាំស្រូវស្រុកនេះមានផ្ទៃដីប្រកបការផលស្រូវប្រមាណជា120,000ហិកតាហើយមានប្រព័ន្ធធារាសាស្ត្ររឹងមាំនៅនោះកសិករក៏អាចធ្វើស្រែបានពី2ទៅ3ដងនៅក្នុងមួយឆ្នាំនិងអាចប្រមូលទិន្នផលស្រូវបានប្រមាណជាង60,000តោននៅក្នុងមួយឆ្នាំលោកភូមិចន្ទថុលអភិបាលរងស្រុកជុំគិរីទទួលបន្ទុកវិស័យកសិកម្មនិងលោកងួនស្រុនអភិបាលស្រុកស្ដីទីនិងប្រជាពលរដ្ឋលើកឡើងបញ្ជាក់ជាបន្តបន្ទាប់ថានៅក្នុងស្រុកជុំគិរីខ្ញុំទាំងមូលគឺមានទំនប់ទឹករហូតដល់ទំនប់ធំចំនួន6ហើយទំនប់តូចហើយនិងទំនប់រងមានចំនួន12ជាធម្មតាគឺទំនប់ទាំងអស់គឺបម្រើឲ្យវិស័យទេសចរហើយនិងជាពិសេសដែលមានសក្តានុពលខ្លាំងគឺទៅលើវិស័យកសិកម្មធម្មតាគឺប្រជាកសិករយើងគឺនៅក្នុងស្រុកជុំគិរីហើយជាពិសេសអ្នកដែលនៅតំបន់ទំនប់ទឹកហ្នឹងគឺក៏អាចទាញយកទឹកហ្នឹងគឺអាចធ្វើស្រែតំបន់ដែលគាត់គៀកទំនប់អញ្ចឹងបាន3ដងហើយអ្នកឆ្ងាយហ្នឹងក៏អាចបាន2ដងបាទសម្រាប់ស្រុកជុំគិរីវាមានផ្ទៃដីអាចបង្កផលតាក់ទងជាមួយនឹងធ្វើស្រែធ្វើស្រូវហ្នឹងគឺបានរហូតដល់12,000ហិកតាជាងមួយឆ្នាំជួនណាបើមានទឹកច្រើនអញ្ចឹងធ្វើស្រែប្រាំងខ្លះអញ្ចឹងជួនណាធ្វើតែខែភាសាអញ្ចឹងបើអត់បានធ្វើស្រែអញ្ចឹងយើងអាចដាំដំណាំដាំអីបានអញ្ចឹងលោកគ្រូបើថាទឹកឡូយើងរីងអញ្ចឹងយើងអាចនាំពីទំនប់យកមកដាក់បានដាំដំណាំដាំអីអញ្ចឹងដូចទឹកសក់ដូចអីអញ្ចឹងហ្នឹងបើយើងអត់បានធ្វើស្រែប្រាំងអញ្ចឹងបាទចំពោះស្រុកជុំគិរីយើងនេះគឺផ្អែកទៅលើការមុនថាពឹងទៅលើកសិកម្មប៉ុន្តែឥឡូវក៏កសិកម្មដែរប៉ុន្តែកសិកម្មបែបទំនើបដោយសារតែកសិកម្មបែបទំនើបយ៉ាងម៉េចកាលពីមុនយើងកសិកម្មស្រុកជុំគិរីយើងអាចប្រើសត្វអូសទាញដូចជាគោក្របីណាឬក៏មានគោយន្តតូចតាចតាមផ្ទះមួយប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះស្រុកជុំគិរីគឺអភិវឌ្ឍកសិកម្មទំនើបដោយសារអីដោយសារថាយើងមានគោយន្តហើយឥឡូវនេះគឺយើងប្រើត្រាក់ទ័រទាំងអស់ប្រើត្រាក់ទ័រសម្រាប់បង្កើនផលក្នុងវិស័យកសិកម្មហើយកាលពីមុនគឺយើងធ្វើស្រែបានតែម្ដងទេប៉ុន្តែឥឡូវនេះយើងធ្វើស្រែបាន2ទៅ3ដងយើងព្រួយយើងមានពេលខ្លះយើងមានទឹកគ្រប់គ្រាន់ហើយមួយទៀតកាលពីដើមឡើយយើងអត់មានមន្ត្រីកសិកម្មតាមឃុំទេប៉ុន្តែឥឡូវនេះយើងមានមន្ត្រីកសិកម្មយើងទៅតាមឃុំក្នុងមួយឃុំគឺចំនួន1នាក់អញ្ចឹងហើយគឺមន្ត្រីកសិកម្មនេះគឺជាសម្រាប់ចូលរួមជាមួយពួកគាត់សម្រាប់ឲ្យមន្ត្រីកសិកម្មណែនាំទៅពួកគាត់ថាបង្កើនផលបែបម៉េចឲ្យបានទិន្នផលច្រើនបើតាមមន្ត្រីអាជ្ញាធររដ្ឋបាលស្រុកលើកឡើងឲ្យដឹងផងដែរថាបច្ចុប្បន្ននេះអាជ្ញាធរនៅតែបន្តរៀបចំគ្រប់ហេដ្ឋារចនាសម្ព័ន្ធនិងរៀបចំជួយប្រជាពលរដ្ឋទៅគ្រប់មូលដ្ឋានដើម្បីឲ្យស្រុកមានការអភិវឌ្ឍបន្ថែមទៀតទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃប្រជាជនកម្ពុជាពិសេសគឺការដឹកនាំដោយផ្ទាល់ពីអាដាមម៉ៅធនិនអភិបាលខេត្តកំពតពីខ្ញុំហួយបន្លេង LTNT News ខេត្តកំពត